រឿងខ្មោចនៅកណ្ដាលវាលស្រែនៅភូមិតូចមួយនៅក្នុងខេត្តបាត់ដំបងមានវាលស្រែដ៏ធំល្វឹងល្វើយមួយនៅក្រៅភូមិអ្នកភូមិទាំងអស់ស្គាល់កន្លែងនោះយ៉ាងច្បាស់ប៉ុន្តែគ្មាននរណាហ៊ានទៅទីនោះក្រោយម៉ោង12យប់ឡើយព្រោះរៀងរាល់យប់តែងតែមានសំឡេងស្ត្រីម្នាក់ជុំចេញពីកណ្ដាលវាលស្រែអ្នកចាស់និយាយថាកាលពីច្រើនឆ្នាំមុនមាននារីកសិករម្នាក់ឈ្មោះថាស្រីនាងគឺជាក្មេងស្លូតបូតនិងឧស្សាហ៍ព្យាយាមថ្ងៃមួយនាងបានបាត់ខ្លួននៅវាលស្រែតែម្នាក់ឯងអ្នកភូមិនាំគ្នាតាមរកជាច្រើនថ្ងៃប៉ុន្តែរកមិនឃើញទេចាប់តាំងពីថ្ងៃនោះមកសំឡេងចម្លែកក៏ចាប់ផ្ដើមលេចឡើងនៅកណ្ដាលវាលស្រែយប់មួយបុរសវ័យក្មេងម្នាក់ដែលមានឈ្មោះថាវាសនាត្រឡប់មកពីផឹកកាហ្វេនៅឯភូមិជិតខាងផ្លូវកាត់ទៅផ្ទះរបស់គាត់ឆ្លងកាត់វាលស្រែនោះម៉ោងជិត1 អាធ្រាត្រខ្យល់បក់ត្រជាក់ព្រះច័ន្ទពេញវង្សបំភ្លឺវាលស្រែដ៏ស្ងប់ស្ងាត់ពេលគាត់ដើរដល់ចំណុចកណ្ដាលវាលស្រែស្រាប់តែឮសូរសំឡេងស្ត្រីយំហឺសំឡេងនោះសោកសៅខ្លាំងណាស់ហាក់បីដូចជាមាននរណាម្នាក់កំពុងតែរងទុក្ខយ៉ាងខ្លាំងវាសនាឈប់ដើរគាត់បាញ់ពិលមើលជុំវិញគ្មាននរណាម្នាក់នោះទេតែសំឡេងយំនោះនៅតែបន្តឡើងហឺលើកនេះវាហាក់ដូចជានៅជិតជាងមុនដោយចង់ដឹងអំពីការពិតគាត់ក៏ដើរតាមសំឡេងនោះគាត់ដើរកាន់តែជ្រៅទៅក្នុងវាលស្រែស្រូវខ្ពស់រំកិលតាមខ្យល់បរិយាកាសកាន់តែងងឹតហើយនឹងត្រជាក់ភ្លាមនោះគាត់បានឃើញស្ត្រីម្នាក់អង្គុយបែរខ្នងនៅកណ្ដាលវាលស្រែសក់វែងខ្មៅធ្លាក់ដល់ដីសម្លៀកបំពាក់ពណ៌សសើមជោគនាងកំពុងតែយំវាសនាបានសួរថាបងស្រីមានរឿងអ្វីស្ត្រីម្នាក់នោះមិនឆ្លើយគ្រាន់តែយំបន្តគាត់ដើរចូលជិតបន្តិចបងស្រីស្រាប់តែឮសំឡេងយំឈប់ភ្លាមភាពស្ងប់ស្ងាត់បានគ្របដណ្ដប់ពេញទៅដោយវាលស្រែយឺតស្ត្រីនោះបានងាកមុខមកវាសនាស្ទើរតែដួលសន្លប់មុខរបស់នាងស្លេកស្លាំងដូចជាសាកសពអញ្ចឹងភ្នែកងងឹតខ្មៅហើយមានប្រឡាក់ដីពេញមុខនាងសម្លឹងមើលគាត់ដោយមិនភ្លេចភ្នែកបន្ទាប់មកនាងលើកដៃចង្អុលទៅដីហើយនិយាយសំឡេងតិចថាខ្ញុំនៅទីនេះភ្លាមនោះដីនៅជុំវិញក៏ចាប់ផ្ដើមញ័រវាសនាមើលចុះក្រោមគាត់ឃើញដៃស្លេកជាច្រើនលូនចេញពីក្នុងដីដូចជាមានមនុស្សជាច្រើនកំពុងតែព្យាយាមឡើងមកពីក្រោមផ្ទៃដីវាសនាស្រែកហើយរត់ចេញទាំងអស់កម្លាំងពីក្រោយខ្នងរបស់គាត់នៅតែឮសូរសំឡេងយំសំឡេងនោះដេញតាមគាត់រហូតទៅដល់ជិតភូមិព្រឹកថ្ងៃបន្ទាប់គាត់បាននាំអ្នកភូមិទៅកន្លែងនោះពួកគេក៏បានជីកដីនៅកន្លែងដែលស្ត្រីនោះចង្អុលនៅទីនោះពួកគេបានឃើញឆ្អឹងមនុស្សចាស់មួយចំនួនអ្នកចាស់ជឿថាក្នុងចំណោមនោះអាចជាសាកសពរបស់ស្រីនាងក្រោយពេលធ្វើបុណ្យឧទ្ទិសកុសលសំឡេងដែលយំកណ្ដាលវាលស្រែក៏ស្ងប់ស្ងាត់បាត់មួយរយៈប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃអ្នកភូមិខ្លះនៅតែអះអាងថានៅយប់ដែលមានខ្យល់ខ្លាំងហើយនឹងព្រះច័ន្ទពេញវង្សពួកគេនៅតែឮសូរសំឡេងនៅចំកណ្ដាលវាលស្រែដដែល
ហើយបើអ្នកណាឮសំឡេងនោះកុំដើរតាមវាជាដាច់ខាតអូខេអ្នកទាំងអស់គ្នាឥឡូវយើងនិទានរឿងមួយរឿងទៀតដែលជារឿងខ្មោចដូចគ្នាដែរទ្វារបន្ទប់ដែលមិនគួរបើកនៅក្នុងផ្ទះសំណាក់ចាស់មួយនៅជ្រាយទីក្រុងដែលមានបន្ទប់មួយត្រូវបានគេចាក់សោទុកចោលជាង20ឆ្នាំមកហើយវាគឺជាបន្ទប់លេខ13ម្ចាស់ផ្ទះសំណាក់បានហាមគ្រប់គ្នាមិនឲ្យបើកទ្វារបន្ទប់នោះជាដាច់ខាតប៉ុន្តែគ្មាននរណាដឹងមូលហេតុប្រកបនោះទេយប់មួយយុវជនម្នាក់ដែលមានឈ្មោះថាវីរៈបានមកដល់ស្នាក់នៅទីនេះពេលគាត់ឡើងជាន់ទី2គាត់សង្កេតឃើញថាបន្ទប់លេខ13ទ្វារចាស់ពណ៌ខ្មៅមានស្នាមកោសពេញផ្ទៃទ្វារហើយមានខ្សែចាក់សោជាច្រើនជាន់វីរៈសួរម្ចាស់ផ្ទះសំណាក់បុរសចំណាស់នោះបានឆ្លើយយ៉ាងខ្លីថាកុំចាប់អារម្មណ៍វាកុំទៅចិត្តវាពេលយប់ប៉ុន្តែដល់ម៉ោង12អធ្រាត្រវីរៈតែងទៅឮសូរសំឡេងចម្លែកចេញពីបន្ទប់តុក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 ដូចជាមាននរណាម្នាក់កំពុងតែគោះទ្វារពីខាងក្នុងគាត់ក៏បានបើកទ្វារបន្ទប់ខ្លួនឯងហើយស្ដាប់សំឡេងនោះនៅតែបន្តជួយខ្ញុំផងសំឡេងស្ត្រីម្នាក់ខ្សឹបតិចតិចការចង់ដឹងចង់ឃើញក៏ចាប់ផ្ដើមគ្រប់គ្រងគាត់វីរៈដើរទៅមុខបន្ទប់លេខ13សំឡេងនៅខាងក្នុងកាន់តែឮច្បាស់សូមបើកទ្វារខ្ញុំជាប់នៅទីនេះគាត់សម្លឹងតាមប្រហោងសោដំបូងគ្មានអ្វីទេប៉ុន្តែភ្លាមមានភ្នែកមួយបង្ហាញឡើងពីម្ខាងទៀតភ្នែកខ្មៅធំមួយកំពុងតែសម្លឹងមកគាត់វីរៈដកខ្លួនថយទាំងភ័យតែសំឡេងស្ត្រីយំនោះនៅតែបន្តជួយខ្ញុំផងខ្ញុំមិនចង់នៅម្នាក់ឯងទេទីបំផុតគាត់បានរកកូនសោចាស់មួយនៅក្បែរបន្ទប់ដៃរបស់គាត់ញ័រពេលបញ្ចូលសោក្លឹកទ្វារក៏របើកឡើងយឺតខ្យល់ត្រជាក់ខ្លាំងបក់ចេញមកភ្លាមខាងក្នុងបន្ទប់ងងឹតសូន្យមានតែគ្រែចាស់មួយហើយនឹងកញ្ចក់ធំមួយនៅជញ្ជាំងវីរៈបានបាញ់ពិលមើលជុំវិញគ្មាននរណាម្នាក់នៅទីនោះទេគាត់ចាប់ផ្ដើមគិតថាប្រហែលជាគេបន្លាចគាត់ហើយប៉ុន្តែភ្លាមនោះទ្វារក៏បានបិទក្រាំងដោយខ្លួនឯងពិលនៅក្នុងដៃគាត់ភ្លេចផ្លែតហើយនៅក្នុងកញ្ចក់គាត់បានឃើញស្ត្រីម្នាក់សក់វែងឈរនៅក្រោយខ្នងវីរៈងាកក្រោយភ្លាមគ្មាននរណាទេប៉ុន្តែពេលដែលមើលកញ្ចក់ម្ដងទៀតស្ត្រីនោះនៅកាន់តែជិតគាត់មុខរបស់នាងស្លេកស្លាំងដូចសាកសពភ្នែកខ្មៅងងឹតបបោមាត់ញញឹមប្លែកនាងលើកដៃចង្អុលទៅក្រោមគ្រែយឺតមានដៃមនុស្សរាប់សិបលូនចេញពីក្រោមគ្រែសំឡេងជាច្រើនលាន់ឮពេញបន្ទប់នៅជាមួយពួកយើងកុំចេញទៅនៅទីនេះជារៀងរហូតវីរៈស្រែកហើយវាយទ្វារចេញទៅទាំងអស់កម្លាំងទីបំផុតទ្វារក៏របើកគាត់ក៏រត់ចេញដោយមិនងាកក្រោយព្រឹកថ្ងៃបន្ទាប់ម្ចាស់ផ្ទះសំណាក់បានប្រាប់ការពិតកាលពី20ឆ្នាំមុនមានគ្រួសារមួយដែលរស់នៅក្នុងបន្ទប់លេខ13ក្រោយមកពួកគេបានបាត់ខ្លួនទាំងអស់ដោយគ្មានដានតាំងពីថ្ងៃនោះមកបន្ទប់ត្រូវបានបិទជារៀងរហូតវីរៈបានចាក់ចេញពីទីនោះភ្លាមប៉ុន្តែពេលខ្លះនៅកណ្ដាលយប់គាត់នៅតែឮសំឡេងនៅក្នុងសុបិនរបស់គាត់សូមបើកទ្វារម្ដងទៀតហើយរាល់ពេលដែលគាត់ភ្ញាក់ពីដំណេកគាត់តែងតែឃើញស្នាមញញឹមកោសថ្មីនៅលើបន្ទប់គេងរបស់ខ្លួនឯងរឿងទី2យើងត្រូវបានបញ្ចប់ឥឡូវយើងចូលរឿងទី3របស់យើងតែម្ដង
រឿងទី3យើងអ្នកជំងឺនៅបន្ទប់លេខ13នៅក្នុងមន្ទីរពេទ្យចាស់មួយនៃជាយក្រុងរាជធានីភ្នំពេញមានបន្ទប់សម្រាប់អ្នកជំងឺមួយដែលគ្មាននរណាចង់ចូលវាគឺជាបន្ទប់លេខ13គ្រូពេទ្យនិងកលៀននៅបឋាយិកាជាច្រើនអ្នកបាននិយាយថានៅពេលយប់ពួកគេតែងតែឮសំឡេងហៅនៅក្នុងបន្ទប់នោះទោះបីជាបន្ទប់នោះគ្មានអ្នកជំងឺស្នាក់នៅក៏ដោយថ្ងៃមួយកលៀននៅបឋាយិកាវ័យក្មេងម្នាក់ដែលមានឈ្មោះថាសុភ័ក្រត្រូវបានផ្ទេរមកធ្វើការវេនយប់នាងមិនជឿលើរឿងខ្មោចឡើយនាងគិតថាវាគ្រាន់តែជាពាក្យអាចារ្យរាមនោះទេម៉ោង12យប់អាធ្រាត្រឈានចូលមកដល់មន្ទីរពេទ្យស្ងប់ស្ងាត់អ្នកជំងឺភាគច្រើនកំពុងតែដេកលក់សុភ័ក្រកំពុងតែអង្គុយសរសេររបាយការណ៍នៅនឹងតុស្រាប់តែទូរស័ព្ទនៅក្នុងផ្នែកសង្គ្រោះបន្ទាន់រឡើងនាងក៏លើកទូរស័ព្ទមានសំឡេងបុរសម្នាក់និយាយតិចថាជួយខ្ញុំផងខ្ញុំនៅបន្ទប់លេខ13សុភ័ក្រកាំងស្រឡាំងកាំងព្រោះបន្ទប់លេខ13ត្រូវបានបិទចោលជាច្រើនឆ្នាំមកហើយនាងគិតថាប្រហែលជាមាននរណាលេងសើចប៉ុន្តែ10នាទីក្រោយមកទូរស័ព្ទក៏រោម្ដងទៀតសំឡេងដដែលបាននិយាយថាខ្ញុំឈឺណាស់សូមមកជួយខ្ញុំដោយចង់ដឹងការពិតនាងក៏យកពិលហើយនឹងសោដើរទៅកាន់ជាន់ចាស់នៃមន្ទីរពេទ្យច្រករបៀងងងឹតហើយនឹងស្ងាត់ខ្លាំងភ្លើងភ្លឺភ្លិបភ្លែតនៅចុងច្រករបៀងមានទ្វារចាស់មួយលើទ្វារមានលេខ13ជ្រេះភ្លាមនោះនាងក៏ឮសូរសំឡេងគោះទ្វារពីខាងក្នុងតុក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 សុភ័ក្របើកទ្វារយឺតខាងក្នុងបន្ទប់ងងឹតសូន្យមានតែគ្រែអ្នកជំងឺមួយហើយនឹងម៉ាស៊ីនបោះចង្វាក់បេះដូងចាស់ស្រាប់តែម៉ាស៊ីននោះបញ្ចេញសំឡេងបុបបុបទោះបីជាគ្មានអ្នកជំងឺដេកលើគ្រែក៏ដោយនាងបាញ់ពិលមើលជុំវិញនៅលើគ្រែមានរូបថតចាស់មួយគឺជារូបអ្នកជំងឺបុរសម្នាក់ក្រោមរូបភាពសរសេរថាអ្នកជំងឺបន្ទប់លេខ13ស្លាប់ឆ្នាំ2003ភ្លាមនោះសេតណ្ហភាពនៅក្នុងបន្ទប់ចុះត្រជាក់ខ្លាំងពន្លឺពិលចាប់ផ្ដើមភ្លឹបភ្លែតនៅចុងគ្រែមានបុរសម្នាក់អង្គុយស្ងៀមគាត់ស្លៀកសម្លៀកបំពាក់អ្នកជំងឺពណ៌សក្បាលអោនចុះក្រោមសុភ័ក្រស្ទើរតែឈប់ដកដង្ហើមលោកជានរណាបុរសនោះឆ្លើយយឺតគាត់ងើបមុខឡើងមុខស្លេកស្លាំងភ្នែកខ្មៅងងឹតហើយនឹងមានខ្សែសរោមជាប់នៅនឹងដៃដូចអ្នកជំងឺមុននឹងស្លាប់គាត់ខ្សឹបថាពួកគេភ្លេចខ្ញុំនៅរងចាំគ្រូពេទ្យភ្លាមនោះនៅក្នុងបន្ទប់រលត់ទាំងស្រុងសុភ័ក្រស្រែកហើយរត់ចេញពីបន្ទប់ព្រឹកបន្ទាប់នាងបានសួរគ្រូពេទ្យចាស់ពួកគេប្រាប់ថាកាលពីឆ្នាំ2003មានអ្នកជំងឺម្នាក់ស្លាប់នៅក្នុងបន្ទប់លេខ13អំឡុងពេលដែលដាច់ភ្លើងគាត់បានអុជកណ្ដឹងហៅជំនួយជាច្រើនដងប៉ុន្តែមិនមាននរណាទៅទាន់ពេលឡើយចាប់តាំងពីថ្ងៃនោះមកមនុស្សជាច្រើនតែងតែអះអាងថានៅម៉ោង12យប់ទូរស័ព្ទនៅក្នុងមន្ទីរពេទ្យនឹងរោហើយសំឡេងមួយនឹងនិយាយថាសូមមកជួយខ្ញុំផងខ្ញុំនៅបន្ទប់លេខ13រឿងរបស់យើងដែលជារឿងទី3ក៏ត្រូវបានបញ្ចប់តោះឥឡូវយើងទៅចូលរឿងមួយទៀតដែលមានចំណងជើងថាខ្មោចនៅក្នុងសន្តាគារចាស់នៅជាយក្រុងសៀមរាបមានសន្តាគារចាស់មួយដែលត្រូវបានបោះបង់ចោលអស់ជាង15ឆ្នាំ
អាគារនោះមាន5ជាន់ហើយបង្អួចភាគច្រើនបែកខ្ទេចពេលយប់អ្នកភូមិនៅជិតតែងតែឮសូរសំឡេងប្លែកហើយនឹងភ្លើងព្រិចផ្លេតនៅជាន់ទី4ទោះបីជាគ្មាននរណារស់នៅក៏ដោយគេហៅទីនោះថាសន្តាគារខ្មោចថ្ងៃមួយបុរសម្នាក់ឈ្មោះថាតារាគឺជាអ្នកថតវីដេអូ YouTube ចង់សាក់លបងចូលទៅថតនៅទីនោះពេលយប់មិត្តភ័ក្តិជាច្រើនបានហាមគាត់ប៉ុន្តែតារាមិនជឿរឿងខ្មោចឡើយម៉ោង11យប់គាត់បានកាន់កាមេរ៉ាហើយនឹងពិលដើរចូលទៅក្នុងសន្តាគារនៅក្នុងសន្តាគារស្ងប់ស្ងាត់ខ្លាំងមានសំឡេងខ្យល់បក់កាត់ត្រចៀកវែងនៅជាន់ទី2គាត់ចាប់ផ្ដើមថតវីដេអូអ្វីមើលទៅធម្មតាប៉ុន្តែពេលដែលគាត់ពិនិត្យអេក្រង់កាមេរ៉ាគាត់បានឃើញស្ត្រីម្នាក់ឈរនៅចុងត្រចៀករបៀងស្លៀកពាក់រ៉ូបពណ៌សសក់វែងបាំងមុខតារាបាញ់ពិលទៅកន្លែងនោះគ្មាននរណាទេគាត់ក៏ថាប្រហែលជាច្រវាំងភ្នែកពេលគាត់បន្តឡើងជាន់ទី3ស្រាប់តែឮសូរសំឡេងជើងដើរពីលើក្បាលតុកដូចជាមាននរណាម្នាក់នៅជាន់ទី4តារាសម្រេចចិត្តឡើងទៅមើលពេលដល់ជាន់ទី4ច្រករបៀងងងឹតជាងមុនអប្សរាស្រាលគ្របដណ្ដប់ពេញជាន់នៅចុងផ្លូវមានបន្ទប់លេខ404ទ្វារបើកចំហបន្តិចហើយមានពន្លឺលឿងខ្សោយចេញពីខាងក្នុងតារាដើរចូលយឺតបន្ទប់ទទេមានតែគ្រែចាស់មួយហើយនឹងកញ្ចក់ធំមួយនៅជញ្ជាំងស្រាប់តែកាមេរ៉ានៅក្នុងដៃរបស់គាត់ផ្លេតនៅលើអេក្រង់មានស្ត្រីសក់វែងម្នាក់ឈរនៅពីក្រោយគាត់តារាងាកក្រោយភ្លាមគ្មាននរណាទេប៉ុន្តែនៅអេក្រង់កាមេរ៉ារបស់គាត់នាងនៅតែឈរហើយកាន់តែជិតគាត់ភ្លាមនោះកញ្ចក់នៅក្នុងបន្ទប់ចាប់ផ្ដើមបែកផាំងសំឡេងបែកលាន់ពេញអាគារពីក្នុងកញ្ចក់បែកគាត់បានឃើញមុខស្ត្រីម្នាក់លេចឡើងភ្នែកខ្មៅងងឹតមុខស្លេកដូចសាកសពនាងញញឹមយឺតបន្ទាប់មកសំឡេងស្ត្រីម្នាក់បានខ្សឹបពីក្រោយត្រចៀកគាត់អ្នកមកនៅជាមួយខ្ញុំទេតារាស្រែកហើយរត់ចេញពីបន្ទប់គាត់រត់ចុះជណ្ដើរទាំងភ័យខ្លាចប៉ុន្តែទោះរត់យ៉ាងណាក៏នៅតែឃើញផ្លាកលេខ4គ្រប់ជាន់ហាក់ដូចជាគាត់ត្រូវបានជាប់គាំងនៅជាន់ទី4ជារៀងរហូតស្រាប់តែភ្លើងទាំងអស់រលត់អាគារទាំងមូលលិចនៅក្នុងភាពងងឹតនៅចុងច្រករបៀងស្ត្រីម្នាក់សក់វែងនោះកំពុងតែឈរលើកនេះនាងនៅមិនឆ្ងាយទៀតទេនាងឈរនៅពីចំមុខគាត់តារាបិទភ្នែកហើយរត់យ៉ាងអស់កម្លាំងពេលដែលបើកភ្នែកឡើងវិញគាត់ឃើញខ្លួនឯងនៅខាងក្រៅសន្តាគារមេឃជិតភ្លឺគាត់ត្រឡប់មកផ្ទះភ្លាមប៉ុន្តែពេលដែលពិនិត្យវីដេអូដែលបានថតមានរូបស្ត្រីម្នាក់សក់វែងលេចចេញស្ទើរតែគ្រប់ឈុតហើយនៅវិនាទីចុងក្រោយកាមេរ៉ាបានថតឃើញនាងឈរនៅពីក្រោយខ្នងរបស់គាត់យ៉ាងជិតមុនពេលអេក្រង់ប្រែជាងងឹតរហូតមកដល់សប្តាហ៍ថ្ងៃវីដេអូនេះក៏នៅតែអះអាងថាពេលដែលដល់ចុងវីដេអូពួកគេឮសូរសំឡេងស្ត្រីម្នាក់ខ្សឹបថាតើអ្នកឃើញខ្ញុំទេរឿងយើងក៏ចប់ត្រឹមតែប៉ុណ្ណឹងឥឡូវយើងជូនរឿងបន្តទៀតទូរស័ព្ទពីមនុស្សស្លាប់នៅក្នុងភូមិតូចមួយក្នុងខេត្តកំពង់ចាមមានបុរសម្នាក់ឈ្មោះថារាហើយនឹងមិត្តស្និទ្ធស្នាលរបស់គាត់ដែលមានឈ្មោះថាវុធីទាំងពីរនាក់រាប់អានគ្នារហូត
មកតាំងពីក្មេងពួកគេតែងតែសន្យាថាមិនថាមានរឿងអ្វីឡើយក៏នឹងមិនបោះបង់គ្នាឡើយថ្ងៃមួយវុធីត្រូវធ្វើដំណើរទៅខេត្តឆ្ងាយមុនពេលចេញដំណើរគាត់បានទូរស័ព្ទទៅកាន់រាបើមានរឿងអីកាត់ឡើងខ្ញុំនឹងតាក់ទងទៅឯងមុនគេរ៉ាសើចហើយមិនបានគិតអ្វីច្រើនទេប៉ុន្តែយប់នោះមានភ្លៀងធ្លាក់ខ្លាំងនៅលើផ្លូវជាតិមានគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយរថយន្តរបស់វុធីបានធ្លាក់ចេញពីផ្លូវព្រឹកឡើងដំណឹងអាក្រក់បានមកដល់វុធីបានស្លាប់រ៉ាសោកស្ដាយយ៉ាងខ្លាំងគាត់មិនជឿថាមិត្តស្និទ្ធស្នាលរបស់គាត់បានចាកចេញទៅទេបន្ទាប់ពីធ្វើបុណ្យសពចប់សពគ្រប់រ៉ាតែងតែមានអារម្មណ៍ឯកា3ថ្ងៃក្រោយមកម៉ោង12យប់អាត្រៀតទូរស័ព្ទរបស់រ៉ាស្រាប់តែរោឡើងលេខដែលហៅមកគឺវុធីរ៉ាសម្លឹងអេក្រង់ទាំងភ័យគាត់គិតថាប្រហែលជាមានអ្នកណាលេងសើចប៉ុន្តែចិត្តចង់ដឹងធ្វើឲ្យគាត់លើកទូរស័ព្ទឡើងអាឡូពីម្ខាងទៀតមានតែសំឡេងខ្យល់បន្ទាប់មកសំឡេងតិចមួយបានលាន់ឮឡើងរ៉ាវាគឺជាសំឡេងរបស់វុធីរ៉ាស្ទើរតែជ្រុះទូរស័ព្ទពីដៃវុធីឯងនៅឯណាមានតែភាពស្ងប់ស្ងាត់មួយសន្ទុះបន្ទាប់មកសំឡេងនោះបានឆ្លើយឡើងថាខ្ញុំត្រជាក់ណាស់ខ្សែទូរស័ព្ទក៏ដាច់ភ្លាមយប់បន្ទាប់ម៉ោងដដែលលេខដដែលទូរស័ព្ទមកម្ដងទៀតលើកនេះសំឡេងវុធីហាក់ដូចជាខ្សោយជាងមុនខ្ញុំឯកាណាស់មករកខ្ញុំផងរ៉ាចាប់ផ្ដើមភ័យគាត់បិទទូរស័ព្ទភ្លាមប៉ុន្តែប៉ុន្មាននាទីក្រោយមកទូរស័ព្ទក៏រោឡើងនៅលើអេក្រង់គ្មានលេខទៀតទេមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះមិត្តភ័ក្តិយប់ទី3រ៉ាសម្រេចចិត្តមិនលើកទូរស័ព្ទទេប៉ុន្តែសំឡេងរោនៅតែបន្តហើយមករងហើយម្ដងទៀតទីបំផុតគាត់ក៏លើកឯងចង់បានអ្វីសំឡេងពីម្ខាងទៀតសឹកថាមើលក្រៅបង្អួចងាកមើលយឺតរ៉ាងាកមើលយឺតនៅក្រៅផ្ទះងងឹតសូនប៉ុន្តែក្រោមដើមឈើមួយមានបរិសុទ្ធម្នាក់ឈរគាត់ស្លៀកពាក់ខោអាវដែលវុធីពាក់ថ្ងៃកាត់ហែករាងកាយរបស់គាត់សើមជោគក្បាលអោនចុះក្រោមទូរស័ព្ទនៅតែជាប់សំឡេងនោះនិយាយថាតើឯងឃើញខ្ញុំទេរ៉ាស្រែកហើយបិទវាំងននភ្លាមពេលងាកមកវិញទូរស័ព្ទបានដាច់ព្រឹកបន្ទាប់រ៉ាបានទៅវត្តហើយនឹងឧទ្ទិសកុសលជូនវុធីចាប់តាំងពីថ្ងៃនោះមកការហៅចម្លែកក៏លែងមានទៀតប៉ុន្តែជាច្រើនឆ្នាំមករ៉ានៅតែរក្សាលេខទូរស័ព្ទរបស់វុធីនៅក្នុងទូរស័ព្ទរបស់គាត់ហើយនៅពេលខ្លះនៅម៉ោង12:03នាទីអាត្រៀតគាត់នៅតែឃើញទូរស័ព្ទរបស់គាត់ភ្លឺភ្លើងឡើងមួយផ្លេតហើយបង្ហាញលេខរបស់វុធីនៅលើទូរស័ព្ទរបស់គាត់អរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូបាយបាយ